ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនាំបងប្អូនមកមើលពីរបៀបឆាក្តៅសាច់ទាជាមួយនឹងម្រះព្រៅណាបងប្អូនសម្រាប់គ្រឿងផ្សំរបស់យើងគឺមានប៊ីចេងសាច់ទាម្រះព្រៅម្ទេសដុំស៊ុបស្ករសក្រីស្លឹកក្រូចសើចនិងប្រហុកទឹកត្រីនិងស្ករសសម្រាប់ម្ទេសនេះគឺយើងដាក់ក្រៅថែមទៅបងប្អូនណាបើសិនជាបងប្អូនចូលចិត្តបងប្អូនអាចដាក់ថែមបានសម្រាប់សាច់ទានេះគឺយើងកាត់ជាដុំតូចៗទៅបងប្អូនហើយសម្រាប់ស្លឹកម្រះព្រៅនេះគឺយើងបេះជាសន្លឹកហើយនឹងគល់សក្រីយើងអាចចិតជាបន្ទះក៏បាននិងកាត់ជាដំហើយយើងកាត់កង់អញ្ចឹងក៏បានដែរបងប្អូនណាហើយសម្រាប់ស្លឹកក្រូចនេះគឺយើងហែកអាតំណងកដាលវាចោលបានវាកាន់តែចេញក្លិនបានឈ្ងុយល្អណាបងប្អូនតែបងប្អូនឥឡូវនេះយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាជាដំបូងឡើយគឺយើងទៅដាក់ខ្ទះឲ្យក្តៅសិនណាបងប្អូនបន្តមកទៀតគឺយើងដាក់ប្រេងឆាចូលដាក់ប្រេងឆាប៉ុណ្ណឹងទៅបងប្អូនណាយើងដាក់ថែមទៀតមកក៏បានដែរទុកប្រេងឆានឹងឲ្យក្តៅបន្តិចសិនទៅបន្តមកទៀតគឺចាំយើងដាក់គ្រឿងដូចជាដែលយើងបានធ្វើមិញទុកហ្នឹងដូចជាគល់ស្លឹកគ្រៃយើងដាក់គល់ស្លឹកគ្រៃចូលទៅរំដេងហើយនឹងស្លឹកក្រូចសើចយើងដាក់គ្រឿងទាំង3មុខហ្នឹងចូលគ្នារំលេងទៅបងប្អូនណាដើម្បីឲ្យឡើងឈ្ងុយល្អសិនទៅដាក់គល់ស្លឹកគ្រៃចូលទៅហ្នឹងហើយបងប្អូននេះគឺរំដេងសម្រាប់រំដេងនេះគឺយើងដំវាទៅបងប្អូនណាយើងដំវាឲ្យបែកតិចទៅចាំយើងដាក់ចូលសម្រាប់ស្លឹកក្រូចបន្តមកទៀតគឺយើងរំលីងវាទៅបងប្អូនរំលីងទៅមកឲ្យវាឡើងក្រហមឡើងគឺថាមានក្លិនឈ្ងុយល្អសិនបងប្អូនណាយើងអាចឆាទាំងវាស្រស់អញ្ចឹងបានហើយយើងរំលីងវាឡើងឈ្ងុយល្អសិនយើងត្រឡប់ទៅត្រឡប់មកអញ្ចឹងទៅបងប្អូនបន្តិចទៅវាឡើងឈ្ងុយល្អហើយចាំយើងដាក់សាច់ទាចូលបន្តអត់ទៀតណាបងប្អូនណានេះឥឡូវនេះគឺស្ករសក្រីយើងបានឡើងក្លិនឈ្ងុយល្អហើយបន្តមកយើងដាក់សាច់ទាចូលទៅបងប្អូនណាសាច់ទាដែលយើងបានកាត់ហ្នឹងគឺយើងដាក់ចូលទៅយើងដាក់ចូលរួចរាល់ហើយយើងឆាត្រឡប់ចុះត្រឡប់ឡើងទៅបងប្អូនឆាត្រឡប់ចុះត្រឡប់ឡើងយើងឆាទៅបងប្អូននេះសម្រាប់គ្រឿងផ្សំយើងអត់តន់ដាក់ឥឡូវទេបងប្អូនណាចាំតតាហេងទឹកប្រៃអស់សិនយើងត្រឡប់ទៅត្រឡប់មកអញ្ចឹងទៅបងប្អូនយើងឆាមួយផ្លែតទៅគឺវាចេញទឹកប្រៃវាមកហើយឆាទៅឆាមកសិនទៅរហូតដល់តែសាច់ទាហ្នឹងបានឆ្អិនល្អហើយបញ្ជាក់តិចបងប្អូនពេលដែលសាច់ទាហ្នឹងបានចេញទឹកប្រៃមករួចរាល់ហើយបើសិនជាមានយើងភ្លក់មើលទៅបើសិនជាទាហ្នឹងស្វិតយើងអាចដាក់ថែមទឹកសាបយើងហ្នឹងចូលបន្ថែមទៀតបានតែបើសិនជាទាអត់ស្វិតទេយើងឆាមកល្មមទៅយើងដាក់គ្រឿងរួចរាល់ហើយអូខេបងប្អូនណាយើងត្រឡប់ទៅត្រឡប់មកឆាចុះឆាឡើងអញ្ចឹងទៅបងប្អូនណាហើយយើងទុកវាមួយផ្លែតទៅវានឹងចេញទឹកមកហើយទឹកក្នុងនោះយើងអត់ចោលទេបងប្អូនណាយើងត្រឡប់ទៅត្រឡប់មករហូតយើងឆាវាតតារីងបងប្អូនយើងឆាអញ្ចឹងទៅបងប្អូនណាហើយសម្រាប់ម្ទេសគ្រឿងក្រៅផ្សេងទៀតយើងទុកតតាវាស្ងួតទឹកប្រៃនឹងសិនបងប្អូនមិនយើងដាក់ថែមបើសិនជាយើងដាក់ក្នុងពេលឥឡូវហ្នឹងវាធ្វើឲ្យទារបស់យើងអត់ឆ្អិនល្អហើយនឹងខ្លោចបងប្អូនឃើញទេយើងទុកមួយផ្លែតទៅគឺវាចេញមកឲ្យទឹកប្រៃហ្នឹងអញ្ចឹងយើងត្រឡប់ចុះត្រឡប់ឡើងតិចទៀតទៅហើយយើងទុកវាចោលតិចទៀតទៅបងប្អូនយើងនេះថាត្រឡប់ទៅត្រឡប់មករហូតតថាវាផុយល្អដែលថាដែលយើងអាចញ៉ាំបានចំណូលចិត្តយើងចូលចិត្តប៉ុណ្ណាហើយចាំយើងដាក់គ្រឿងក្រៅចូលយើងមិនអាចដាក់លើបានទេបងប្អូនណាចាក់ហើយយើងត្រឡប់ទៅត្រឡប់មកអញ្ចឹងទៅ
ហើយយើងទុកវាបន្តិចសិនទៅសម្រាប់ម្ហូបមួយមុខនេះយើងអាចយកទៅញ៉ាំជាមួយបាយក៏បានឬក៏បងខ្លះគាត់ចេះញ៉ាំភេសជ្ជៈជុំញ៉ាំគ្រឿងជាក់ជុំគ្នាក៏បានដែរបងប្អូនណាយើងត្រឡប់ទៅត្រឡប់មកអញ្ចឹងទៅយើងទុកវាមកផ្លែតសិនទៅបងប្អូនទឹកប្រៃវាបង្ងល់នៅហ្នឹងទៅសាច់ទារបស់យើងជិតឆ្អិនហើយបងប្អូនណាហើយទឹកដែលចេញពីសាច់ទាហ្នឹងមកក៏វាបានចេញមកច្រើនមកដែរយើងដេញទៅមកទៅមើលសាច់ទាយើងជិតឆ្អិនល្អហើយចាំយើងដាក់គ្រឿងក្រៅចូលតាមក្រោយឆាទៅបងប្អូនណាត្រឡប់មកអញ្ចឹងទៅបងប្អូនយើងទុកវាមកផ្លែតទៅបងប្អូនចង់ក្របក៏បានដែរបងប្អូនណាយើងយកក្របឆ្នាំងយកអីមកក្របពីលើទៀតទៅទុកចាំមកស្ទុះទៅគឺនឹងក៏អាចធ្វើឲ្យវាកាន់តែឆ្អិនបានល្អដែរតែបងប្អូនទឹកដែលនៅក្នុងផ្ទះហ្នឹងគឺជាទឹកដែលចេញពីសាច់ទាហ្នឹងមកបងប្អូនណាវាមានទឹកវាមានខ្លាញ់អញ្ចឹងទៅបើយើងឆាត្រឡប់ទុកតិចទៀតទៅវានឹងហែងទឹកប្រៃនឹងអស់ទៅវានៅសល់តែខ្លាញ់ទាទេដល់ពេលអញ្ចឹងយើងអាចដាក់ថែមពេលដែលទៅថានៅសល់តែខ្លាញ់នឹងទឹកវាតិចតួចហ្នឹងយើងអាចដាក់ថែមគ្រឿងក្រៅចូលបន្ទាប់មកទៀតទៅបានយើងមិនអាចថែមមកលើបានទេបងប្អូនឥឡូវនេះសាច់ទារបស់យើងគឺបានឆ្អិនណាបងប្អូនណាប៉ុន្តែហើយយើងអាចដាក់គ្រឿងក្រៅបន្ទាប់ចូលមកព្រោះយើងមិនលេងទៅមកអញ្ចឹងទៅបងប្អូនហើយវាឆ្អិនបានសព្វល្អព្រោះសាច់ទាវាអាចនឹងស្វិតបងប្អូនបន្តមកទៀតគឺយើងគៀវាទៅយើងមកចាហៀងអញ្ចឹងមកយើងដាក់ប្រហុកចូលរំលែងនៅក្នុងខ្លាញ់ហ្នឹងទៅបងប្អូនឃើញទេនៅក្នុងហ្នឹងគឺមិនមែនជាទឹកទេណាបងប្អូនអាទឹកដែលចេញពីសាច់ទាមកគឺវារីងអស់ហើយអញ្ចឹងនៅសល់តែខ្លាញ់ទេចឹងយើងឆាប្រហុកហ្នឹងឲ្យឈ្ងុយម្លេងវាឲ្យឈ្ងុយទីសិនទៅបងប្អូនយើងម្លេងវាឲ្យឈ្ងុយសិនទៅមកចាំយើងត្រឡប់ចូលគ្នាហើយមិនយើងដាក់គ្រឿងក្រៅប៊ីចេងស្ករម្ទេសចូលតាមក្រោយទៀតបងប្អូនម្លេងវាឡើងឈ្ងុយល្អសិនបងប្អូនណាយើងម្លេងតែប៉ុណ្ណឹងក្លិនវាចាប់ដើមជះមកឈ្ងុយពេញភូមិបាត់ហើយបងប្អូនអើយចឹងបងប្អូនណាកូនទៅបើសិនជាយើងមិនកូនទេខ្លាចវាខ្លោចប្រហុកដល់ពេលធ្លាក់ទៅបាតទៅវាអាចនឹងខ្លោចអញ្ចឹងណាបងប្អូនយើងមិនលេងអញ្ចឹងមករាល់ហើយយើងចូលត្រឡប់ជាមួយឲ្យវាចូលជាតិជាមួយនឹងសាច់ទាបងប្អូនណាយើងចូលត្រឡប់បន្តិចទៅចាំយើងដាក់គ្រឿងក្រៅថែមទៀតម្លេងនេះទៅបងប្អូនជោគឡើងឲ្យវាចូលជាតិបានសព្វល្អសិនបន្តមកទៀតយើងដាក់គ្រឿងក្រៅបន្ថែមយើងដាក់ដុំស៊ុបចូលហ្នឹងហើយដុំស៊ុបបន្តមកទៀតគឺយើងដាក់ប៊ីចេងហើយស្ករសនិងម្ទេសណាបងប្អូនសម្រាប់ម្ទេសនេះគឺបងប្អូនចង់ដាក់តាមចំណង់ចិត្តហើយម្ទេសខ្ចីបើសិនជាបងប្អូនចូលចិត្តហឹរខ្លាំងជាងហ្នឹងបងប្អូនបន្ថែមជាងហ្នឹងទៅតែបើមិនសូវចូលចិត្តហឹរទេបងប្អូនអាចបន្ថយបានតាមចំណង់ចិត្តណាបងប្អូនណាសម្រាប់រសជាតិក៏អញ្ចឹងដែរបងប្អូនបើសិនជាបងប្អូនដាក់ទៅភ្លក់ទៅស្ទើរអីយើងថែមហ្នឹងទៅបងប្អូនណាសម្រាប់ទឹកត្រីយើងក៏អាចដាក់ចាំយើងដាក់ក្រោយគេដោយសារថាយើងដាក់ប្រហុកនឹងច្រើនដែរអញ្ចឹងយើងខ្លាចវាប្រៃណាបងប្អូនណាបើសិនជាស្ទើរប្រៃចាំយើងថែមទឹកត្រីតាមក្រោយហើយយើងម្លេងអញ្ចឹងទៅឆាចុះឆាឡើងរហូតតតែវាចូលជាតិបានសព្វល្អឃ
ឃើញបងប្អូនយើងដាក់ម្ទេសប៉ុណ្ណឹងទៅយើងដូចថាអត់សូវហឹរទេក្មេងៗក៏គាត់អាចញ៉ាំបានម្ទេសខ្ចីនេះយើងខាំញ៉ាំក្រៅទៅណាបងប្អូនបើសិនជាយើងដាក់ទាំងអស់ហ្មងគឺសម្រាប់ក្មេងៗគាត់រៀងពិបាកញ៉ាំបន្តិចចាយើងដាក់ប៉ុណ្ណឹងទៅមកល្មមសម្រាប់អ្នកដែលមិនសូវចូលចិត្តហឹរអញ្ចឹងណាបងប្អូនហ្នឹងហើយយើងចូលត្រឡប់អញ្ចឹងមកឲ្យវាចូលជាតិបន្តិចទៅចូលជាតិបានល្អសិនបន្ទាប់មកទៀតចាំយើងដាក់យើងភ្លក់មើលថាវាល្មមឬក៏នៅបើសិនជាស្ទើរយើងអាចថែមទឹកត្រីបានណាបងប្អូនណាហើយដូចបញ្ជាក់អញ្ចឹងកន្លែងហ្នឹងបើសិនជាសាច់ហ្នឹងរៀងនៅស្វិតនៅឡើយទេយើងអាចថែមទឹកមកមាស់វាបានទៀតតែបើគិតថាល្មមហើយរសជាតិប៉ុណ្ណឹងគឺបានដែរបងប្អូនថាសាច់វាផុយប៉ុណ្ណឹងដែលយើងចូលចិត្តអញ្ចឹងណាបងប្អូនហើយមួយទៀតសាច់ទាបើសិនជាផុយពេកក៏អត់សូវឆ្ងាញ់ទេបងប្អូនតែឥឡូវនេះខ្ញុំភ្លក់ឲ្យយើងស្ទើរប្រៃបន្តិចអញ្ចឹងហើយខ្ញុំថែមទឹកត្រីបន្តិចណាបងប្អូនណាថាទឹកត្រីចិត្តមួយស្លាបព្រាបាយទៅហើយទៅយើងចូលត្រឡប់ឆាចូលឆាឡើងអញ្ចឹងទៅបងប្អូនឆាម្លេងចូលមែនណាឲ្យវាចូលជាតិបានសព្វល្អអញ្ចឹងទៅហើយដូចបញ្ជាក់អញ្ចឹងបងប្អូនសាកភ្លក់ទៅណាបើសិនជាបងប្អូនគាត់ថាស្ទើរផ្អែមស្ទើរប្រៃបងប្អូនថែមថយតាមចំណង់ចំណូលចិត្តទៅព្រោះពេលខ្លះទៅដូចថាការចូលចិត្តរបស់ពួកយើងគឺខុសគ្នាគឺមិនដូចគ្នាទេបងខ្លះគាត់ចូលចិត្តផ្អែមបងខ្លះគាត់ចូលចិត្តរៀងល្មមឬក៏ប្រៃអញ្ចឹងណាបងប្អូនចូលត្រឡប់អញ្ចឹងទៅឲ្យវាចូលគ្រឿងបានសព្វល្អទឹកទៀតរបស់យើងបានចូលគ្រឿងសព្វល្អហើយជាចុងក្រោយពួកយើងដាក់ម្រះព្រៅចូលទៅឲ្យសម្រាប់ម្រះព្រៅកូនចិនបងប្អូនចង់ដាក់ច្រើនជាងនឹងក៏បានជាងតិចជាងនឹងក៏បានដែរព្រោះដល់ពេលដែលយើងត្រឡប់ចូលគ្នាទៅម្រះព្រៅសល់តែតិចទេបងប្អូនណាហើយពេលដែលយើងដាក់ចូលមកយើងចូលត្រឡប់តែបន្តិចបានណាបងប្អូនយើងមិនបាច់ឆាឲ្យយូរទេព្រោះអីតែបន្តិចទៅគឺវាចូលជាតិបានល្អហើយបើយើងឆាយូរម្រះព្រៅហ្នឹងនឹងអលួយអស់ហើយបងប្អូនស្លឹកអស់ហើយក៏អត់សូវឆ្ងាញ់ដែរចេញជប់ត្រឡប់ទៅ2 3ជប់ត្រឡប់ទៅរួចរាល់អូខេហើយប៉ុណ្ណឹងប៉ុណ្ណឹងឆ្ងាញ់ពេញភូមិហើយអ្នកឆ្ងាញ់ទៅទៀតហើយប៉ុណ្ណឹងរួចរាល់បាត់ហើយបងប្អូនឆាទាកប៉ាម្រះព្រៅពួកយើងគឺបានឆ្អិនរួចរាល់បាត់បងប្អូនហើយតំណងអត់បងប្អូនងាយញ៉ាំបានឆ្អែតពេញផ្ទះអស់លុយតិចទៀតបើបងប្អូនចូលចិត្តអាចសាកល្បងធ្វើញ៉ាំបានទាំងអស់គ្នាណាបងប្អូនណាសូមជួយចុច like និង subscribe channel របស់នាងខ្ញុំមួយផងដើម្បីទទួលបានវីដេអូថ្មីបន្ថែមអរគុណច្រើនសម្រាប់ការតាមដានវីដេអូរបស់នាងខ្ញុំ